ចាបើកវីដេអូមកគឺថាអង្គុយញ៉ាំស្រីយកតែម្ដងអត់មានបានតាណាទេថ្ងៃនេះ challenge របស់ខ្ញុំនៅតែបន្តដដែលហ្នឹងថ្ងៃទី5ហើយដែលញ៉ាំសាឡាត់អញ្ចឹងនិយាយរួមទៅអត់ហូបជាតិផ្អែមគ្រឿងកំប៉ុងគ្រឿងអីហ្នឹងរបស់ដិតអីហ្នឹងគឺខ្ញុំអត់ហូបទេខ្ញុំហូបជាមួយនឹងសាឡាត់ទឹកសុះទឹកអីចឹងទៅប៉ុន្តែខ្ញុំលវីវក់ពេកទៅអត់បានថតទៀតហើយតែខ្ញុំក៏បានសល់វីដេអូមួយដែរខ្ញុំទៅថតហើយពេលខ្ញុំផុសក្នុង TikTok អីចឹងណាហើយវីដេអូនេះគឺញ៉ាំសេរីគឺថាសេរីមួយផ្លែហ្នឹងធ្វើឲ្យខ្ញុំឆ្អែតឡើងចង់ដាច់ខ្យល់វាមិនមួយផ្លែទេវាកន្លះផ្លែប៉ុន្តែកន្លះផ្លែហ្នឹងរឿងធំដែរហ្នឹងធុញខ្លាំងគេទៅស្ទីត្រីអស់ហើយមួយថ្ងៃនៅក្នុងបន្ទប់ទេខ្ញុំមិនដឹងធ្វើស្អីទេពេលខ្លះទៅអង្គុយនិយាយម្នាក់ឯងនិយាយអីដូចមនុស្សឈួតបើមិនឈួតទៅចម្លែកអ្នកទាំងអស់គ្នាអើយមិនថាម៉េចណាមុននឹងខ្ញុំហ៊ាននិយាយហ៊ានអីថតធ្វើវីដេអូធ្វើវីដេអូអីនេះហ្នឹងមិនមែនធម្មតាទេគឺថាខ្ញុំនិយាយម្នាក់ឯងដូចឈួតចឹងត្រង់តែខ្ញុំមានភាពក្លាហាននៅក្នុងការអាត់វីដេអូសំឡេងហើយថតវីដេអូអ្នកទាំងអស់គ្នាមើលហ្នឹងខ្ញុំឆ្លងកាត់គេនិយាយដើមគេថាយើងដូចឈួតដូចឡប់អញ្ចឹងតែខ្ញុំអត់ខ្វល់ទេព្រោះអីបើយើងអញ្ចឹងមែនបើសិនជាខ្ញុំឃើញណាគេម្នាក់និយាយម្នាក់ឯងខ្ញុំគិតថាគេឈួតឥឡូវខ្ញុំខ្លួនឯងផ្ទាល់តែខ្ញុំមិនខ្វល់ជាមួយនឹងពាក្យសម្ដីអ្នកណាទាំងអស់ព្រោះអីរាល់ថ្ងៃមិនដែលទៅសុំបាយនឹងគេហូបផងដាំបាយតែខ្លួនឯងហូបសោះខ្វល់ច្រើនពេកតែខ្វល់ច្រើនពេកហ្នឹងឈួតលើដើមឡើយហើយពីមុនខ្ញុំហ៊ាននិយាយហើយដល់ពេលច្រឡំពីមុនខ្ញុំអត់ហ៊ាននិយាយទេដល់ពេលឥឡូវខ្ញុំហ៊ាននិយាយអត់លេងអត់អីប៉ុន្តែខ្ញុំមិនដឹងថាធ្វើវីដេអូពីអីទេមានតែអង្គុយនិយាយម្នាក់ឯងទៅឈួតដែរហ្នឹងចង់ចេះច្រៀងប៉ុន្តែច្រៀងអត់ព្រោះទេចង់ចេះជេរប៉ុន្តែអត់ចង់ជេរទេដោយសារតែខ្លាចបាបពេលយើងជេរគេពេលនោះហើយនៅរូបនឹងស៊ីក្បាលយើងហើយងុយដេកហើយធុញអូផ្លេចគិតតែខ្លួនឯងដេកឆ្អែតហើយហ្នឹងដេកម៉ោង11ងើបម៉ោង6ចុះទៅដល់បន្ទប់ទឹកឡើងមកវិញដេកវិញតទៀតស្ដាច់ដេកលើលោកហើយខ្ជិលសោះហើយមិញហ្នឹងឈោងដៃបេះមានលើតបូផ្ទះមួយហ្នឹងមានអីខំបើបាញ់ទឹកឈួយខ្ញុំដេកតាំងពីម៉ោងខ្ញុំងើបហ្នឹងរហូតដល់ម៉ោង10ថ្ងៃវិញអត់មានទៅណាដល់ពេលដាក់ខ្លួនដេកទៅជ្រុលទៅមានណាអាដេកវិញហ្នឹងដេកលក់ស្រួលសាហាមិនមើលមុខទៅអ្នកនរគ្នាអាចភ្នែកប៉ិនក៏ដែរគេឆ្ងល់ថាចូលមកធ្វើការធ្វើងាយទេគិតតែដេកចាឈប់ធ្វើការប្រហែល3ខែហើយមកបើកមុខរបរខ្លួនឯងហ្នឹងហើយមុខរបរខ្ញុំហ្នឹងគឺថាចិញ្ចឹមក្រូចតែមិនទាន់បានផលអីទេតែម្ចាស់វាស៊ីរាល់ថ្ងៃហ្នឹងមិនចង់គ្រប់ផងខ្ញុំមួយថ្ងៃ4-10គ្រាប់និយាយរួមខ្ញុំចូលចិត្តពងដូចខ្ញុំនិយាយពីវីដេអូមុនខ្ញុំចូលចិត្តពងណាពងអីក៏ខ្ញុំញ៉ាំដែរពងទាពងមាន់ពងក្រូចញ៉ាំអស់ហើយនៅឡាយតែពងបើនិយាយលេងទេកុំប្រកែកប្រកាន់ប្រកាច់យកអីនិយាយលេងសោះអីខ្ញុំមិនតបានញ៉ាំអាពងនោះណាពងអូទ្រីហ៎ហើយពងកពើអីហើយពងមានពងច្រើនទៀតដែលខ្ញុំមិនបានហូបពងជីងចក់ពងតកែហ្នឹងក៏មិនបានហូបដែរអូអាពង2គ្រាប់ប៉ុណ្ណាណែហ្នឹងអាពងហ្នឹងពងទាប្រៃខ្ញុំចូលចិត្តពងទាប្រៃណាខ្ញុំទិញគេហូបរហូតហ្នឹងនៅពេលឥឡូវខ្ញុំរៀនធ្វើតាម YouTube មានអីអ្នកទាំងអស់គ្នាពេលធ្វើខ្លួនឯងទៅឆ្ងាញ់តែយើងចង់មករសជាតិប្រៃល្មមក៏បានប្រៃខ្លះក៏បានតាមចំណង់ចំណូលចិត្តរបស់យើងអញ្ចឹងណាបើសិនយើងទិញពងទាប្រៃគេស្រាប់ឲ្យគេធ្វើទុកយូរអាហ្នឹងប្រៃសាហាវអាហ្នឹងប្រៃលំដាប់ថ្នាក់ VIP បណ្ដោយសម្បីតាសហ្នឹងគឺថាហូបអត់កើតដូចអំបិលចាតែបើសិនជាយើងធ្វើហូបខ្លួនឯងវិញខ្ញុំធានាឲ្យឆ្ងាញ់យើងចង់ប្រៃប៉ុណ្ណាក៏បានដែរពេលប្រៃមកល្មមមកយើងយកពងទាហ្នឹងដាក់ចូលក្នុងទូទឹកកកផ្លាស្ទិកទៅវាអត់អីទេនិយាយពងទាពងមាន់លើមកដល់ពេលវារើសក្រួចរើសពងក្រួចអីអញ្ចឹងណាឃើញតែពងក្រួចច្រើនអញ្ចឹងឯងប៉ុន្តែចង់និយាយថាអត់រួចថ្លៃចំណីទេថាពេលប្រមូលផលហ្នឹងបកគោប្រកាសធ្វើទីផ្សារលក់មានណាលោកព្រះហើយឲ្យគេអ្នកចិត្តនេះមិនតាន់ផងណាគេយកត្រឹម400-500ពងអីខ្ញុំអត់មានពងអីគេផងណាអញ្ចឹងហើយខ្ញុំក៏ខ្ជិលធ្វើទីផ្សារគ្រាន់តែថតវីដេអូអ្នកទាំងអស់គ្នាមើលលេងអញ្ចឹងណានិយាយរួមទៅខ្ញុំមិននិយាយលេងសើចទេណាអ្នកទាំងអស់គ្នាគេយកច្រើនដល់ខ្ទង់ពាន់អីតែខ្ញុំអត់មានពងអីគេទេឥឡូវខ្ញុំកំពុងតែចង់បរិយារងថែមទៀតហើយជីវិតគឺជាការតស៊ូជាជីវិតប៉ុន្តែជីវិតបើអត់លុយក៏ធ្វើអីមិនកើតដែរអញ្ចឹងហើយខ្ញុំកំពុងតែកើតដឹងថាខ្ញុំកំពុងកើតអីខ្ញុំដឹងថាអ្នកនរគ្នាមិនដឹងទេថាខ្ញុំកំពុងកើតអីតោះកុំឲ្យឆ្ងល់តែខ្ញុំប្រាប់ខ្ញុំគិតថាខ្ញុំប្រហែលជាត្រូវទៅធ្វើការឲ្យគេវិញហើយមើលទៅដើម្បីយកលុយមកពង្រីកអាជីវកម្មខ្ញុំតទៀតចាមិញខ្ញុំថាថតតែ3នាទីណាឥឡូវចូល4នាទីនេះបានហើយប៉ុណ្្នឹងហើយបាយ